បន្ទាប់ពីរឿងតំបន់អភិវឌ្ឍត្រីកោណ CLV DTA រឿងដីសម្បត្តិសេដ្ឋកិច្ច100ឆ្នាំរឿងកោះត្រល់រឿងកោះគុជរឿងប្រាសាទតាមាន់តាក្របីរឿងកំពង់ផែនាវាចរខ្មែរចិនគ្រប់គ្រងនៅរៀមជាដើមបានពុះកញ្ជ្រោលច្រួលច្របល់ក្នុងមជ្ឈដ្ឋានអ្នកនយោបាយជំទាស់និងសកម្មជនខ្មែរស្នេហាប្រជាធិបតេយ្យអធិបតេយ្យឯករាជ្យជាតិមួយរយៈកាលហើយស្ងាត់ជ្រងំទៅវិញប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតអះអាងថាលោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីប្រសិនបើរកឃើញតំបន់ណាមួយក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍបើប្រៀបធៀបទៅនឹងអំឡុងឆ្នាំ1980លោកហ៊ុនម៉ាណែតប្រៀបធៀបដូចនេះហាក់បីដូចជាលោកមិនបានដឹងសោះអំពីសម័យកាលនិងមូលហេតុដែលប្រទេសកម្ពុជារងនៅការដាក់ទណ្ឌកម្ម sanctions គ្រប់ជ្រុងពីប្រទេសលោកសេរីជាពិសេសមហាអំណាចសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់គេបន្ទាប់ពីយុទ្ធមិត្តវៀតណាមវាយលុកលុយទន្ទ្រានឈ្លានពានត្រួតត្រាកាន់កាប់ប្រទេសកម្ពុជាអធិបតេយ្យបំពានធម្មនុញ្ញសហប្រជាជាតិនាឆ្នាំ1979ដែលប្រទេសជាង100ជាសមាជិកថ្កោលទោសសម័យនោះពលរដ្ឋខ្មែរនៃប្រទេសកម្ពុជារស់នឹងជំនួយពីបកសម្ព័ន្ធវ៉ាសូវីនៃពពួកប្រទេសសង្គមនិយមដែលអតីតសហភាពសូវៀតជាមេខ្លោងហើយនឹងតាមរយៈការរត់ពន្ធទំនិញឆ្លងដែនពីប្រទេសជិតខាងថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ31ផ្លូវជាតិលេខ33និងផ្លូវជាតិលេខ41ក្នុងខេត្តតាកែវនាព្រឹកថ្ងៃទី29ខែមេសានេះលោកហ៊ុនម៉ាណែតថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមិនមែនអភិវឌ្ឍតែក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេលោកថារយៈពេលជាង40ឆ្នាំមកនេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអះអាងថាលោកហ៊ានភ្នាល់ដាក់តំណែងជានាយករដ្ឋមន្ត្រីប្រសិនបើពិតដូចជាក្រុមមាននិន្នាការប្រឆាំងដែលលើកឡើងថាក្រោមការដឹកនាំរបស់បកប្រជាជនកម្ពុជានៅតាមមូលដ្ឋានភូមិស្រុកនៅតែក្រគ្មានអភិវឌ្ឍរីកចម្រើនក្រុមអ្នកខ្លាំមើលសង្គមបានអះអាងថាលោកហ៊ុនម៉ាណែតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនាំឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិគ្រប់វិស័យដែលកែលែងបានក្រុមអ្នកវិភាគអះអាងថាសមិទ្ធផលធំបំផុតរបស់លោកហ៊ុនម៉ាណែតគឺទាញទម្លាក់ប្រទេសកម្ពុជាពីមានបញ្ហាធំមកធ្លាក់ក្នុងវិបត្តិក្រុមអ្នកខ្លាំមើលសង្គមអះអាងទៀតថាលោកហ៊ុនម៉ាណែតត្រូវបង្ហាញជំហរអំពីការធ្វើកំណែទម្រង់នយោបាយនិងប្រព័ន្ធដឹកនាំជាតិវិលទៅរកស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនិងខ្លឹមសាររដ្ឋធម្មនុញ្ញស្តីអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបកគឺការឲ្យតម្លៃលើឆន្ទៈរបស់ពលរដ្ឋទើបជាវិធីត្រឹមត្រូវក្នុងការបង្រួបបង្រួមផ្សះផ្សាខ្មែររហូតដល់បានឯកភាពជាតិទាំងមូលចំណែកឯលោកហ៊ុនសែនដែលជាឪពុកនាយករដ្ឋមន្ត្រីបានសរសេរអួតអំពីសកម្មភាពរបស់កូននៅលើទំព័រ Facebook របស់លោកកន្លងមកថាអ្នកជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់នឹងការទទួលខុសត្រូវគឺរក្សាបានសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សង្គមរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកាលពីថ្ងៃទី7ខែសីហាឆ្នាំ2023ព្រះមហាក្សត្រនៃរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី7នៃរដ្ឋសភាព្រះរាជក្រឹត្យដដែលបញ្ជាក់ថានាយករដ្ឋមន្ត្រីដែលទទួលបានការចាត់តាំងនេះមានភារកិច្ចរៀបចំសមាជិកភាពរាជរដ្ឋាភិបាលឬសមាជិកគណៈរដ្ឋមន្ត្រីដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភានៅថ្ងៃទី22ខែសីហាឆ្នាំ2023សមាជិកសភាចំនួន123រូបក្នុងចំណោម125រូបបានបោះឆ្នោតគាំទ្រលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីវ័យ45ឆ្នាំរូបនេះចាប់ផ្ដើមធ្វើការងារជាផ្លូវការជាមួយគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅថ្ងៃទី23ខែសីហាគួរកត់សម្គាល់ថាក្នុងផែនការនៃកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍត្រីកោណជាមួយប្រទេសកម្ពុជាវៀតណាមនិងលាវតាមខេត្តជាប់ព្រំដែនគ្នាចំនួន12ខេត្តរដ្ឋការវៀតណាមបានបោះទុនយ៉ាងតិច$1000លានកាលពីឆ្នាំ2019ចំណែកឯភាគីខ្មែរនិងលាវគេមិនបានដឹងពិតប្រាកដថាដាក់ទុនចំនួនប៉ុន្មាននោះទេដោយឡែកពីនោះគម្រោងអភិវឌ្ឍពាសពេញប្រទេសនោះក៏ភាគច្រើនជាការអភិវឌ្ឍដោយប្រើបំណុលបរទេសដែរជាពិសេសចិនរួមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ